រអិលបាក់ដីនៅវៀតណាមឆក់យកជីវិតមនុស្ស6នាក់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍នៅថ្ងៃច័ន្ទទី17ខែវិច្ឆិកានេះថាមនុស្សយ៉ាងហោចណាស់6នាក់បានស្លាប់នៅភូមិកណ្ដាលនៃប្រទេសវៀតណាមក្រោយរថយន្តក្រុងបានរងគ្រោះដោយសារការរអិលបាក់ស្រុតដីកាលពីល្ងាចថ្ងៃអាទិត្យទី16ខែវិច្ឆិកាខណៈភ្លៀងបន្តធ្លាក់ខ្លាំងដោយបាក់មេឃនៅតំបន់នោះកាសែត VN Express បានរាយការណ៍ថារថយន្តដឹកមនុស្ស32នាក់បានធ្វើដំណើរពីទីក្រុងដាឡាត់ទៅទីក្រុងញ៉ាត្រាំងប៉ុន្តែជាអកុសលសោកនាដកម្មបានកើតឡើងរបាយការណ៍បានបង្ហាញថាការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យអ្នកដំណើរលើរថយន្តក្រុងចំនួន6នាក់បានស្លាប់និង19នាក់ផ្សេងទៀតរងរបួសផងដែរយោងតាមរបាយការណ៍អ្នកដំណើរ2នាក់នៅតែជាប់ក្នុងរថយន្តក្រុងខណៈអាជ្ញាធរកំពុងដុតដៃដុតជើងដើម្បីជួយសង្គ្រោះពួកគេ